ឥឡូវនេះកម្ពុជាបានបញ្ជូនយានបាញ់រ៉ុកែត PHL-03 BM-21 និងយានបាញ់រ៉ុកែត OM-70 ជាច្រើនគ្រឿងទៅតាមបន្ទាត់ព្រំដែននេះគឺជាអ្វីដែលស្ថាប័នទូរទស្សន៍ដ៏ល្បីនៅក្នុងប្រទេសថៃ Amarin TV បានធ្វើការចុះផ្សាយនៅក្នុងបទសម្ភាសន៍ព័ត៌មានរបស់គេនោះគឺថាបានចោទប្រកាន់មកលើកម្ពុជាយើងនេះថាបានកំពុងតែបញ្ជូននៅយានបាញ់រ៉ុកែត PHL-03 ដែលជាយានបាញ់រ៉ុកែតបានចម្ងាយឆ្ងាយពី70ទៅ130គីឡូម៉ែត្រដែលអាចបាញ់ជ្រៅចូលទៅក្នុងទឹកដីថៃបាននិងយានបាញ់រ៉ុកែត OM-70 ក៏ដូចជាតួឯកដ៏សំខាន់កាលពីកំឡុងសង្គ្រាមកន្លងទៅនោះគឺ BM-21 ជាច្រើនគ្រឿងបន្តបញ្ជូនទៅកាន់តាមបន្ទាត់ព្រំដែនកម្ពុជានិងថៃអនុញ្ញាតគ្រប់ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពរាប់អាននេះគឺជាព័ត៌មានដែលខ្ញុំបានផ្សាយចេញអំពីស្ថាប័នព័ត៌មាននៅក្នុងប្រទេសថៃដែលដកស្រង់ចេញពីChannel YouTube ដ៏ល្បីរបស់ប្រទេសថៃគឺ Amarin TV ដែលមានអ្នក Subscribe ជាង10លានអ្នកបងប្អូនជាង10លានអ្នកគឺច្រើនខ្លាំងមែនទែនបែរជាយកព័ត៌មានដែលមិនពិតបែបនេះយកទៅផ្សាយនៅក្នុងស្ថាប័នព័ត៌មានរបស់ខ្លួនទៅវិញមិនដឹងថាខាងគេគិតយ៉ាងម៉េចបានជាចេះតែផ្សាយបែបហ្នឹងលាបពណ៌បែបហ្នឹងមកលើកម្ពុជារបស់យើងទៅវិញអានេះគឺអ្វីដែលខាងគេនឹងធ្វើណាបងប្អូនគឺមួយថ្ងៃចេះតែរកនឹកលាបពណ៌កុហកទៅកាន់អន្តរជាតិទៅកាន់ប្រជាជនរបស់ខ្លួនថាយើងនេះគឺជាអ្នកធ្វើឲ្យមានអាភិបតានតឹងនៅតាមបន្ទាត់ព្រំដែនទាំងដែលការផ្សាយនោះគឺវាអត់មានផុសតាងអីតតែសោះបងប្អូនវីដេអូនេះថតតាំងពីសម័យណានោះទេបែរជាយកទៅដាក់នៅក្នុងព័ត៌មានរបស់គេនោះហាក់ដូចជាមើលទៅដូចជាសកម្មភាពថ្មីអញ្ចឹងដែលវីដេអូឃ្លីបដែលកងទ័ពកម្ពុជាយើងកំពុងតែសាកល្បងឬក៏ប្រើប្រាស់ទៅនឹងយានបាញ់រ៉ុកែត PHL-03 នេះជាភាគីថៃយកទៅចុះផ្សាយថាយើងនឹងកំពុងតែត្រៀមនឹងបញ្ជូនយានបាញ់រ៉ុកែតប្រភេទនេះមកកាន់ជិតបន្ទាត់ព្រំដែនថៃនិងកម្ពុជាបងប្អូនជាទីគោរពរាប់អាននេះគឺជាព័ត៌មានដែលខ្ញុំនឹងផ្សាយទៅកាន់បងប្អូនអរគ្នានោះនៅថ្ងៃនេះផងដែរដើម្បីជ្រាបជាដំណឹងថាភាគីថៃនៅតែបន្តលាបពណ៌ផ្សាយកុហកគ្រប់បែបយ៉ាងថាកម្ពុជាយើងនេះគឺតែងតែធ្វើអរិភាពធ្វើភាពតានតឹងនៅតាមបន្ទាត់ព្រំដែនទាំងដែលយើងនេះគឺអត់ដឹងអីតតែសោះបងប្អូនណាគឺជាតែផ្សាយអញ្ចឹងតែម្ដងខាងគេនោះហើយរឿងដែលកាន់តែហួសចិត្តជាងនេះទៅទៀតបងប្អូនគឺព័ត៌មានដែលថៃបានចុះផ្សាយនេះគឺគ្រាន់តែដកស្រង់ចេញអំពីអ្នកលេងបណ្ដាញសង្គមដែលជាជនជាតិថៃម្នាក់តែប៉ុណ្ណោះមិនមែនជាការស៊ើបការសម្ងាត់ឬក៏យកព័ត៌មានផ្លូវការពីណាមកនោះទេគ្រាន់តែឃើញប្រជាពលរដ្ឋថៃម្នាក់ដែលបានបង្ហោះថាកម្ពុជាកំពុងតែចល័តសភាវុធឬក៏យានបាញ់រ៉ុកែតទំនើបរបស់ខ្លួននេះមកកាន់បន្ទាត់ព្រំដែនហើយក៏ធ្វើឲ្យមានការ share បន្តគ្នានៅលើបណ្ដាញសង្គមដែលធ្វើឲ្យការផ្សាយមួយនេះត្រូវបាន viral នៅក្នុងបណ្ដាញសង្គមថៃទើបជាហេតុធ្វើឲ្យស្ថាប័នទូរទស្សន៍របស់ថៃដ៏ល្បី Amarin TV នេះក៏លើកយកមកផ្សាយថាជាព័ត៌មានកម្ពុជាយើងកំពុងតែសម្រុកបញ្ជូនសភាវុធទំនើបអីហ្នឹងទៅកាន់បន្ទាត់ព្រំដែនអញ្ចឹងទៅដែលវាអត់ជាព័ត៌មានផ្លូវការដែលទទួលបានឬក៏មានផុសតាងអីច្បាស់លាស់នោះទេបងប្អូនណាគឺផ្សាយជាតនឹកឃើញផ្សាយអញ្ចឹងទៅដោយឡែកមួយទៀតបងប្អូនគឺសំខាន់មែនទែនតាក់ទងជាមួយនឹងវីដេអូឃ្លីបបែកធ្លាយដែលត្រូវបានភាគីថៃនេះគេយកទៅផ្សាយបន្តណាហើយខ្ញុំសូមចិត្តបងប្អូនយើងម្ដងហើយម្ដងទៀតតាក់ទងជាមួយនឹងការថតរាល់សកម្មភាពរបស់ខាងយោធាកម្ពុជាកងទ័ពកម្ពុជាបានធ្វើការចល័តនៅសភាវុធឬក៏គ្រឿងយុទ្ធោបករណ៍អីផ្សេងនេះខ្ញុំសូមចិត្តទៅកាន់បងប្អូនកម្ពុជារបស់យើងសូមកុំថតវីដេអូសូមកុំថតជាឃ្លីបយកទៅបង្ហោះយក like យក share អីបងប្អូនវាអត់ចំណេញទេបងប្អូនណាវាអត់ចំណេញទេវាធ្វើឲ្យខាងភាគីថៃឯណោះគេចាំតែមើលយើងគេចាំតែតាមដានយើងទេនៅពេលដែលបងប្អូនបានថតរាល់សកម្មភាពទោះបីជាការចល័តតបចល័តគ្រឿងយុទ្ធោបករណ៍អីផ្សេងក៏ដោយនៅពេលដែលបងប្អូនបានបង្ហោះនៅលើបណ្ដាញសង្គមខាងគេឯណោះចាំតែមើលទេចាំតែយកទៅលាបពណ៌ទេណាបងប្អូនសូមបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលបងប្អូនបានថតខ្ញុំឃើញថា
ឲ្យតែមានคลิปណាដែលបងប្អូនបានថតនៅលើបណ្ដាញសង្គមខ្មែររបស់យើងហ្នឹងតាក់ទងជាមួយនឹងកងទ័ពក្តីតាក់ទងជាមួយនឹងបាទយុទ្ធបកគ្រឿងសព្វាវុធអីផ្សេងៗនេះគឺខាងភាគីថៃឯណោះគេនឹងយកคลิปនោះទៅបង្ហោះបន្តហើយគាត់ធ្វើការសរសេរ caption ហ្នឹងគឺបាទលាបពណ៌យើងយកតែម្ដងបាទអញ្ចឹងបងប្អូនត្រូវតែបញ្ឈប់មែនតើតាក់ទងជាមួយនឹងការថតបាទរាល់សកម្មភាពចល័តតបក្តីចល័តយុទ្ធបកអីផ្សេងក្តីគឺសូមធ្វើការបញ្ឈប់ជាបន្ទាន់ហើយណាមួយនៅពេលដែលបងប្អូនបានថតអាសកម្មភាពទាំងអស់ហ្នឹងខាងគេឯណោះគេនឹងដឹងថាបាទយើងកំពុងតែចល័តនៅបាទយុទ្ធបកឬក៏អាវុធប្រភេទណាមួយអញ្ចឹងទៅគឺគេនឹងធ្វើការបាទប្រើសព្វាវុធដើម្បីឆ្លើយតបឬក៏ទប់ទល់ជាមួយនឹងបាទគ្រឿងសព្វាវុធដែលកម្ពុជាយើងនេះមានតែម្ដងបាទអញ្ចឹងគឺសូមចិត្តទៅកាន់បងប្អូនយើងមែនតើបាទសូមបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពនៃការថតបង្ហោះហ្នឹងបាទជាក់ស្ដែងដូចជាវីដេអូដែលខ្ញុំបានលើកឡើងកាលពីមុនតាក់ទងជាមួយនឹងខាងភាគីថៃគេបានបាទចោតប្រកាន់ឬក៏បាទផ្សាយថាយើងបានបញ្ជូន PHL ដែលជាបាទសព្វាវុធទំនើបរបស់កម្ពុជានេះគឺដោយសារតែមានคลิปវីដេអូមួយហ្នឹងដែលគេបានយកពីខាងភាគីកម្ពុជាយើងហ្នឹងយកទៅបាទធ្វើការចុះផ្សាយនិងដាក់នៅក្នុងព័ត៌មានរបស់គេដើម្បីបាទប្រាប់ទៅកាន់ប្រជាជនគេប្រាប់ទៅអន្តរជាតិថាយើងនឹងកំពុងតែបាទបញ្ជូនបាទគ្រឿងយុទ្ធបកអីផ្សេងហ្នឹងទៅតាមបន្ទាត់ព្រំដែនដើម្បីបង្កឲ្យមានភាពតានតឹងនឹងគ្នាឡើងវិញអញ្ចឹងបងប្អូនទាំងអស់គ្នាសូម share វីដេអូនេះម្នាក់មួយបាទ share ឲ្យបងប្អូនយើងបានឃើញបានដឹងអំពីអ្វីដែលភាគីថៃគេបានផ្សាយជារៀងរាល់ថ្ងៃនៅក្នុងបាទទូរទស្សន៍របស់គេនេះបាទដូចជាប្រហែលថ្ងៃមុនខ្ញុំបានធ្វើវីដេអូម្ដងរួចទៅហើយតាក់ទងជាមួយនឹងភាគីថៃនេះគេបានចោទប្រកាន់ថាសម្ដេចបាទហ៊ុនសែនបានប្រើប្រាស់ទៅនឹងបាទអង្គរៈពិសេស BHQ ដើម្បីធ្វើការឆ្លើយតបនៅក្នុងការរើយកទូកុងតឺន័រចេញនៅក្នុងបាទតំបន់អានសេះអីចឹងទៅទាំងដែលកម្ពុជាអត់មានដឹងអីសោះបាទថៃឯណោះបាទផ្សាយលាបពណ៌ថាយើងឯនេះគឺបាទត្រៀមកងទ័ពត្រៀមអីទៅវាយរើអីណាទូកុងតឺន័រនឹងចេញបាទអានេះគឺផ្សាយលាបពណ៌យកតែម្ដងអត់មែនជាបាទភ័ស្តុតាងឬក៏ជាអីយកមកបង្ហាញបញ្ជាក់ប្រាប់នោះទេបាទគឺផ្សាយឲ្យតែបានបោកកុហកប្រជាជនខ្លួនហើយបោកប្រាស់ទៅកាន់អន្តរជាតិទៀតបាទអានេះគឺប៉ានេះបងប្អូនណាអញ្ចឹង share វីដេអូនេះម្នាក់មួយឲ្យបងប្អូនយើងបានឃើញបានដឹងបានឮអំពីបាទអ្វីដែលភាគីថៃនេះគេបានផ្សាយទៅកាន់ពិភពលោកនិងប្រជាជនរបស់គេជារៀងរាល់ថ្ងៃនេះបាទ Amarin TV នេះខ្ញុំសូមមិននិយាយអីច្រើនទេដោយសារតែបើបងប្អូនមានពេលណាចូលទៅក្នុង YouTube បាទ search ឈ្មោះទៅ Amarin TV មានអ្នក subscribe រហូតដល់10លានអ្នកជាងបងប្អូនច្រើនមែនទែនហើយព័ត៌មានគឺថាផ្សាយតែពីកម្ពុជាយើងទេបាទកម្ពុជាយើងធ្វើអញ្ចេះកម្ពុជាយើងធ្វើអញ្ចោះផ្សាយមួយថ្ងៃគឺបាទមិនដឹងថាគេគិតអីទេបងប្អូនណាអានេះគឺអ្វីដែលខាងគេនឹងធ្វើបាទហើយសម្រាប់ព័ត៌មាននៅថ្ងៃនេះមានប៉ុណ្នេះហើយកុំភ្លេចបាទ subscribe channel YouTube ខ្ញុំបាទម្នាក់មួយដើម្បីនឹងទទួលបានព័ត៌មានថ្មីពីខ្ញុំបាទបន្តទៀតបាទអរគុណច្រើនបងប្អូនអរគ្នាជម្រាបលា